កាលពីយូរលង់ណាស់មកហើយនៅភូមិមួយក្បែរព្រៃមានផ្ទះឈើចាស់មួយនៅចុងភូមិដែលគ្មានអ្នកណាហ៊ានចូលទៅជិតពេលយប់អ្នកភូមិចាស់តែងនិយាយថារៀងរាល់ពាក់កណ្ដាលអាធ្រាត្រគេតែងញើសសំឡេងគោះទ្វារតុកតុកតុកហើយពេលខ្លះក៏មានពន្លឺស្រអាប់ភ្លឺចេញពីក្នុងផ្ទះថ្ងៃមួយមានយុវជនក្លាហានម្នាក់ឈ្មោះវណ្ណាគាត់មិនជឿពាក្យចាមអារាមទេហើយសម្រេចចិត្តទៅរកការពិតនៅយប់ព្រះច័ន្ទពេញវង្សវណ្ណាបានកាន់ចង្កៀងដើរទៅកាន់ផ្ទះចុងភូមិខ្យល់បក់ត្រជាក់ស្លឹកឈើលាស់ទ្វារផ្ទះចាស់ញ័រតិចពេលគាត់បើកទ្វារស្រាប់តែសំឡេងចម្លែកពីជាន់លើក្រាំងក្រាំងវណ្ណាឡើងជណ្ដើរយឺតបេះដូងរបស់គាត់លោតញាប់លុះទៅដល់ជាន់លើគាត់ឃើញប្រអប់ឈើចាស់មួយកំពុងញ័រដោយខ្យល់ដែលចូលតាមបង្អួចបាក់បែកភ្លាមនោះពន្លឺស្រអាប់មួយក៏ភ្លឺឡើងពីជ្រុងបន្ទប់វណ្ណាដើរទៅមើលហើយបានឃើញចង្កៀងប្រេងចាស់មួយដែលនៅសល់ប្រេងតិចតួចនិងឆេះភ្លឹបភ្លែតដោយខ្យល់គាត់បន្តស្វែងរករហូតឃើញលោកតាចំណាស់ម្នាក់រស់នៅក្នុងបន្ទប់តូចខាងក្រោយលោកតាបានប្រាប់ថាគាត់ជាអ្នកថែរក្សាផ្ទះនេះដោយសារគាត់រស់នៅតែម្នាក់ឯងនិងមិនសូវចេញក្រៅទើបអ្នកភូមិនាំគ្នាគិតថាផ្ទះនេះមានខ្មោចសំឡេងគោះទ្វារគឺជាមែកឈើប៉ះទ្វារពន្លឺស្រអាប់គឺជាចង្កៀងប្រេងចាស់ចំណែកសំឡេងចម្លែកពីជាន់លើគឺជាប្រអប់ឈើដែលខ្យល់បក់ឲ្យរអិលទៅមកនៅថ្ងៃបន្ទាប់វណ្ណាបានប្រាប់អ្នកភូមិពីការពិតអ្នកភូមិទាំងអស់នាំគ្នាមកជួយជួសជុលផ្ទះនិងមើលថែលោកតាចំណាស់ចាប់តាំងពីថ្ងៃនោះមកផ្ទះចុងភូមិលែងជាកន្លែងគួរឲ្យខ្លាចទៀតហើយក្លាយជាកន្លែងដែលក្មេងមកស្ដាប់រឿងនិទានពីលោកតាជារៀងរាល់ល្ងាចគិតបណ្ឌិតកុំប្រញាប់ជឿអ្វីដែលបានឬការស្វែងរកការពិតនិងការគិតដោយហេតុផលអាចបំបត្តិការភ័យខ្លាចបាននិទានខ្មែរខ្មោចនៅផ្ទះចាស់ចុងភូមិកាលពីយូរលង់ណាស់មកហើយនៅចុងភូមិមួយមានផ្ទះឈើចាស់មួយដែលគ្មានអ្នករស់នៅដំបូលរួមខ្លះស្មៅដុះព័ទ្ធជុំវិញហើយពេលយប់តែញើសសំឡេងចម្លែកចេញពីក្នុងផ្ទះអ្នកភូមិជាច្រើនជឿថាផ្ទះនោះមានខ្មោចលងគ្មានអ្នកណាហ៊ានដើរកាត់ទីនោះពេលយប់ឡើយមានក្មេងប្រុសក្លាហានម្នាក់ឈ្មោះវណ្ណៈថ្ងៃមួយគាត់បានរមិតភ័ក្រនិយាយអំពីផ្ទះខ្មោចនោះហើយសម្រេចចិត្តទៅរកការពិតនៅយប់ដែលព្រះច័ន្ទពេញវង្សវណ្ណៈកាន់ចង្កៀងមួយដើរទៅកាន់ផ្ទះចាស់ខ្យល់បក់ត្រជាក់ស្លឹកឈើរង្គើទ្វារផ្ទះបន្លឺសំឡេងក្រាំងក្រាំងបេះដូងរបស់វណ្ណៈលោតញាប់ប៉ុន្តែគាត់នៅតែដើរចូលទៅខាងក្នុងរំពេចនោះគាត់ទៅសំឡេងដូចជាមានអ្នកដើរនៅជាន់លើតក់តក់តក់គាត់បំភ្លឺពេលឡើងហើយឡើងជណ្ដើរយឺតលុះទៅដល់ជាន់លើគាត់ស្រាប់តែឃើញសត្វឆ្មាចាស់មួយក្បាលរត់ចេញពីជ្រុងបន្ទប់សំឡេងដែលអ្នកភូមិរយប់គឺជាសំឡេងឆ្មានិងក្តារឈើចាស់ដែលរង្គើដោយខ្យល់ប៉ុណ្ណោះនៅជ្រុងបន្ទប់មួយទៀតគាត់បានរកឃើញប្រអប់ឈើចាស់នៅក្នុងនោះមានរូបថតនិងលិខិតរបស់ម្ចាស់ផ្ទះពីជំនាន់មុនថ្ងៃបន្ទាប់វណ្ណៈបានប្រាប់អ្នកភូមិពីអ្វីដែលគាត់បានឃើញអ្នកភូមិក៏នាំគ្នាទៅសម្អាតផ្ទះនិងជួសជុលវាឡើងវិញចាប់តាំងពីថ្ងៃនោះមកផ្ទះដែលគេហៅថាផ្ទះខ្មោចបានក្លាយជាកន្លែងប្រមូលផ្ដុំរបស់អ្នកភូមិហើយលែងមានអ្នកណាភ័យខ្លាចទៀតគិតបណ្ឌិតការភ័យខ្លាចច្រើនតែកើតពីការស្រមៃនិងពាក្យចាមអារាមការស្វែងរកការពិតដោយភាពក្លាហាននិងប្រាជ្ញានឹងជួយឲ្យយើងយល់ច្បាស់ពីអ្វីដែលនៅជុំវិញខ្លួន